បាទហើយសួស្តីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំបាទទីនេះ Electrician Cambodia ថ្ងៃនេះខ្ញុំតវីដេអូមុនដោយខ្ញុំប្រើកុងតាក់ប៉ោដើម្បីបញ្ជាទៅលើ motor ឲ្យបូមទឹកដោយអូតូបាទអញ្ចឹងកាលពីវីដេអូមុនខ្ញុំបង្ហាញត្រឹមតែ start stop ទេតែដល់ថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាពីរបៀបការប្រើប្រាស់ប៉ោឬក៏កុងតាក់ពងអ្នកខ្លះហៅកុងតាក់ពងទៅអ្នកខ្លះហៅប៉ោកុងតាក់ប៉ោសម្រាប់កុងតាក់ប៉ោនេះគឺតួនាទីរបស់វាគឺវាបញ្ជាឲ្យ motor បូមទឹកដោយស្វ័យប្រវត្តិក្នុងករណីដែលទឹករបស់យើងអស់ពី stand ឬក៏អស់ពីអាងបាទហើយយើងអាចយកវាមកបញ្ជានៅក្នុងវិស័យប្រព័ន្ធបញ្ជានេះបានបាទអញ្ចឹងអ្នកទាំងអស់គ្នាមួយចំនួនប្រហែលជាគាត់បានដឹងគាត់ធ្លាប់តបាទគាត់ធ្លាប់ប្រើបាទគាត់ដឹងហើយបាទសម្រាប់ដោយឡែកសម្រាប់អ្នកដែលថ្មីដែលទើបតែរៀនប្រព័ន្ធព្យាមតើអញ្ចឹងអ្នកទាំងអស់គ្នាអត់ទាន់បានជួបទេបាទអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលវីដេអូនេះបានហើយរៀនតដោយខ្លួនឯងអញ្ចឹងនៅក្នុងវីដេអូនេះគឺសៀកខ្វីទាំងនេះគឺខ្ញុំគូសរួចហើយបាទអញ្ចឹងខ្ញុំអត់ចាំបាច់គូសម្ដងទៀតទេនៅក្នុងសៀកខ្វីនេះគឺខ្ញុំគូសហើយស្រេចអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែមើលសៀកខ្វីនេះទៅអ្នកទាំងអស់គ្នាអាចតបានហើយបាទអញ្ចឹងអ្នកទាំងអស់គ្នាសូមមកមើលរបៀបភ្ជាប់ខ្សែអញ្ចឹងរបៀបភ្ជាប់ខ្សែយើងមាន3 pha សម្រាប់ motor 3 pha បាទអញ្ចឹងមាន pha 1 pha 2អញ្ចឹងដែរយើងតដូចអ្វីដែលខ្ញុំបានបញ្យល់ពីវីដេអូមុនបាទអញ្ចឹងតែដោយឡែកខាង CQ វិជាប៉ោលឲ្យ motor បូមទឹកគឺខ្ញុំនឹងបង្ហាញអញ្ចឹងរបៀបវាភ្ជាប់គឺសាមញ្ញបាទអ្នកទាំងអស់គ្នាគ្រាន់តែអូសភ្លើងចូលមកក្នុង full shift នេះមកចូលមក overload បាទ overload ត្រូវមានដាច់ខាតក្នុងការបញ្ជាទៅ motor មាន overload បាទចូល95ចេញ96បាទចូលមកកុងតាក់ប៉ោលនេះមកបាទកុងតាក់ប៉ោលនៅក្នុងកុងតាក់ប៉ោលប្រភេទនេះកុងតាក់ប៉ោលប្រភេទនេះវាមាន A1 ហើយនិង A2 បាទវាស្តៀងនឹង bobin របស់កុងតាក់ទ័រដែរកុងតាក់ប៉ោលប្រភេទនេះបាទអញ្ចឹងវាមាន A1 A2 ហើយវាមាន B1 B2 បាទអញ្ចឹងកុងតាក់ប៉ោលប្រភេទនេះឈ្មោះវាស្តៀងនឹងជើង bobin របស់កុងតាក់ទ័រអញ្ចឹងយើងចូល A1 មកចេញ A2 មកចូលមក bobin របស់កុងតាក់ទ័រអញ្ចឹងកន្លែងនេះគឺយើងត្រូវជ្រើសរើសយកជើងចំហកុងតាក់ប៉ោលគឺយើងជ្រើសរើសជើងចំហកុងតាក់ប៉ោលប្រភេទនេះគឺជ្រើសរើសជើងចំហចំណែកឯជើងជាប់គឺយើងរើសបានដែរតែក្នុងករណីមួយដែលយើងប្រើប៉ោលមួយទៀតដើម្បីការពារ motor យើងពីការបូមទឹកពីជាន់ក្រោមឡើងទៅជាន់លើហ្នឹងវាអស់អញ្ចឹងយើងអាចប្រើកុងតាក់ប៉ោល2តែខ្ញុំអត់ទាន់បង្ហាញទេវីដេអូនេះខ្ញុំបង្ហាញតែប៉ោលមួយទេអញ្ចឹងក្នុងករណីប៉ោលមួយនេះយើងអាចបញ្ជាទៅលើ motor ឲ្យបូមទឹកដល់អូតូបានបាទអញ្ចឹងវិធីភ្ជាប់យើងភ្ជាប់បែបនេះបាទអញ្ចឹងអ្នកទាំងអស់គ្នាមើលទៅបាទហើយខ្ញុំនឹងមកសម្រាយហើយ CQ ជាក់ស្ដែងបាទនៅក្នុង CQ ជាក់ស្ដែងនេះយើងមាន disjunction បាទប្រភេទ MCCB យើងអត់មាន MCCB យើងយកប្រភេទ MCB បានតែគ្រាន់តែយើងយកampere បាទយើងAnton station on ចំនួន ampere disjunction ហ្នឹងឲ្យធំបន្តិចបាទអញ្ចឹងការពារពេលដែលចាប់ផ្ដើម start ដំណើរការគឺវាទាញបាទទាញខ្លាំងអញ្ចឹងយើងចេញពី disjunction មក3 pha ចូលមកកុងតាក់ទ័រចេញពីកុងតាក់ទ័រចូលមក overload ចេញពី overload មកចូលមក motor អញ្ចឹងដូចនៅក្នុងរូបនេះខ្ញុំមានដាក់ពណ៌បាទមានពណ៌ក្រហមពណ៌លឿងពណ៌ខៀវបាទពណ៌1 ពណ៌2 ពណ៌3អញ្ចឹងទៅជាប់មកចូលចំណែកឯខាងនេះបាទអញ្ចឹងយើងភ្ជាប់ពី full shift មកអញ្ចឹងយើងភ្ជាប់ pha ទី1មកចូលមក full shift បាទចេញពី full shift មកយើងចូលមកជើង overload 95បាទចូលមក overload ជើង95ចេញ96បាទចេញ96មកចូលមកកុងតាក់ប៉ោលបាទចេញពីកុងតាក់ប៉ោលបានវិលមកចូល bobin របស់ A1 វិញបាទអញ្ចឹងការភ្ជាប់ពូសញ្ញាយើងភ្ជាប់បានយើងគ្រាន់តែអូសចេញពីជើង A1 មកចូលមកពូសញ្ញាពណ៌បៃតងនេះមកបាទអញ្ចឹងពេលដែល motor យើងដំណើរការគឺពូសញ្ញានេះនឹងភ្លឺបាទហើយចំពោះអំពូលសញ្ញាពណ៌ក្រហមបាទអញ្ចឹងយើងពងពី full shift នេះមក
បងពី voice មកចូលមកជើង NC របស់កុំព្យូទ័រមកចេញពី NC របស់កុំព្យូទ័រចូលមកពូសញ្ញាពណ៌របស់ចំណែក boot overload អញ្ចឹងយើងពងពី95មកចូលមក97ចេញ98ចូលមកពូសញ្ញាពណ៌លឿងអញ្ចឹងវិធីភ្ជាប់យើងមើលទៅតាម circuit បច្ចេកទេសនេះទៅគឺយើងភ្ជាប់ស្រួលទេយើងអត់ស្មុគស្មាញទេតែបើសិនជាយើងបកមកមើលនៅ circuit ផ្ទាល់នេះវិញបាទអញ្ចឹងវាខ្សែវាញ៉ាំច្រើនយើងពិបាកណាស់មើលthì nên mơ sĩ khuy chạp dối và chạp dối hay chạp to tranh đầm na cá phim phim video mới sĩ khuy chạy tiền và sân trên nhà từng ngóc nghe mơ là sĩ khuy chạy sân ấy và nhà từng ngóc nghe trong ngày pe riêng du tích ấy vừa nhà từng ngóc nghe một ngày sai vì tranh trôi chả tại bọn nhà từng ngóc nghe mơ hàng sĩ khuy chạy hết xe với gần tít tiền phải cạp cho có sự này nhưng mà to tầm một tiết sĩ khuy thông thốngវាអាចនឹងមានខ្សែនៅខាង CQ ជាក់ស្ដែងនេះវាច្រើនអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមើល CQ ធំហ្នឹងទៅជាមួយនឹង CQ ជាក់ស្ដែងអញ្ចឹងអ្នកទាំងអស់គ្នាមិនអាចតបានទេខ្ញុំជឿថាអ្នកទាំងអស់គ្នាអាចតបានទេពីព្រោះអីគឺខ្សែវាស្មុគស្មាញច្រើនខ្សែវាច្រើនអញ្ចឹងអ្នកទាំងអស់គ្នាពិបាកនៅក្នុងការមើលហើយពិបាកនៅក្នុងការតអ្វីដែលតស្រួលងាយយល់ងាយចេះគឺអ្នកទាំងអស់គ្នាបែរមកមើលខាងផ្នែក CQ បច្ចេកទេសវិញបាទងាយស្រួលយល់ងាយស្រួលចបាទអញ្ចឹងអានេះខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នារៀនមើលនៅ CQ បច្ចេកទេសបាទអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអាន CQ បច្ចេកទេសចេញបាទអញ្ចឹងអ្នកទាំងអស់គ្នារៀបទូបញ្ជាធំអ្នកទាំងអស់គ្នាស្រួលដោយមិនចាំបាច់ធ្ងន់ខ្សែបាទហើយបូកផ្សំមួយទៀតគឺបើសិនជាយើងមានការហៅ tube printer បាទជាប្រភេទ tube សូកខ្សែភ្លើងដើម្បីម៉ាក់គេខ្សែអញ្ចឹងធ្វើឲ្យអ្នកទាំងអស់គ្នាងាយនឹងយល់អញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នេះទេជាចុងក្រោយបើសិនជាបងប្អូនមានចំណាត់អាច comment ក្នុងវីដេអូនេះបានខ្ញុំនឹងស្នើចំណុចរបស់បងប្អូន link comment បាទជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីការភ្ជាប់អូតូហើយនិង manual ថាវាដំណើរការបែបណាអូតូដើរបែបណា manual ដើរបែបណាថាយើងត្រូវថែមអីខ្លះបាទអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដាននៅវីដេអូកុំភ្លេចជួយ like ជួយ subscribe ហើយចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីដែលខ្ញុំថតជាបន្តបន្ទាប់អរគុណច្រើនសម្រាប់ការតាមដាន